សេះបង្កងគឺជាសេះអាហ្វ្រិកដែលមានរោមឆ្នូតពណ៌ខ្មៅនិងស្ដេចដោយឡែកពីគ្នាឆ្នូតសេះបង្កងមានលំនាំផ្សេងគ្នាដែលមានលក្ខណៈប្លែកពីគេសម្រាប់បុគ្គលម្នាក់ទ្រឹស្ដីជាច្រើនត្រូវបានស្នើឡើងសម្រាប់មុខងារនៃលំនាំទាំងនេះដោយមានភស្តុតាងភាគច្រើនគាំទ្រពួកវាជាឧបករណ៍រារាំងសត្វរុយខាំសេះបង្កងរស់នៅភាគខាងកើតនិងខាងត្បូងនៃទ្វីបអាហ្វ្រិកហើយអាចរកឃើញនៅក្នុងជម្រកជាច្រើនប្រភេទដូចជាសាវ៉ាណាវាលស្មៅព្រៃឈើគុម្ពឈើនិងតំបន់ភ្នំសេះបង្កងភាគច្រើនជាសត្វស៊ីស្មៅហើយអាចរស់នៅលើរុក្ខជាតិដែលមានគុណភាពទាបជាងពួកវាត្រូវបានសត្វតោស៊ីជាចម្បងហើយជាធម្មតាវារត់គេចខ្លួននៅពេលដែលមានការគំរាមកំហែងប៉ុន្តែក៏ខំនឹងទាត់ផងដែរប្រភេទសេះបង្កងមានឥរិយាបថសង្គមខុសគ្នាដោយសេះបង្កងវាលទំនាបនិងភ្នំរស់នៅក្នុងទ្រុងសេះបង្កងដែលមានសេះឈ្មោលឬសេះពេញវ័យសេះញីឬសេះញីពេញវ័យជាច្រើនក្បាលនិងកូនឬកូនរបស់វាខណៈពេលដែលសេះបង្កងហ្គើវីរស់នៅតែឯងឬជាហ្វូងដែលមានទំនាក់ទំនងគ្នាមិនសូវល្អនៅក្នុងប្រភេទសត្វដែលចិញ្ចឹមនៅទីធ្លាសេះបង្កងញីពេញវ័យរួមរកតែជាមួយសេះបង្កងរបស់វាប៉ុណ្ណោះខណៈពេលដែលសេះបង្កងហ្គើវីឈ្មោះបង្កើតទឹកដីដែលតាក់ទាញញីហើយប្រភេទសត្វនេះមានភាពតាក់ទាញសេះបង្កងទំនាក់ទំនងជាមួយសម្លេងឥរិយាបថរាងកាយនិងទឹកមុខផ្សេងការសម្អាតខ្លួនក្នុងសង្គមពង្រឹងចំណងសង្គមនៅក្នុងទីវាលទំនាបនិងភ្នំសេះបង្កងឆ្នូតដ៏ប្លែករបស់សេះបង្កងធ្វើឲ្យពួកវាស្ថិតក្នុងចំណោមថនិកសត្វដែលអាចស្គាល់បានច្រើនបំផុតពួកវាត្រូវបានបង្ហាញនៅក្នុងសិល្បៈនិងរឿងរ៉ាវនៅទ្វីបអាហ្វ្រិកនិងតំបន់ផ្សេងទៀតតាមប្រវត្តិសាស្ត្រពួកវាត្រូវបានអ្នកប្រមូលសត្វកម្រនិងកម្រស្វែងរកយ៉ាងខ្លាំងប៉ុន្តែមិនដូចសេះនិងលាទេសេះបង្កងមិនដែលត្រូវបានចិញ្ចឹមទាំងស្រុងនោះទេសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ISN ចុះបញ្ជីសេះបង្កងហ្គើវីជាសត្វជិតផុតពូជសេះបង្កងភ្នំជាសត្វងាយរងគ្រោះនិងសេះបង្កងវាលទំនាបជាសត្វជិតផុតពូជសេះបង្កងខយ៉ាដែលជាប្រភេទសេះបង្កងវាលទំនាបត្រូវបានបង្ខំឲ្យផុតពូជនៅក្នុងសតវត្សទី15យ៉ាងណាក៏ដោយសេះបង្កងអាចរកឃើញនៅក្នុងតំបន់ការពារជាច្រើនកូនកាត់ដែលមានជីជាតិត្រូវបានរាយការណ៍នៅក្នុងព្រៃរវាងវាលទំនាបនិងសេះបង្កងហ្គើវី39ការបង្កាត់ពូជក៏ត្រូវបានកត់ត្រាទុករវាងវាលទំនាបនិងសេះបង្កងភ្នំផងដែរទោះបីជាវាអាចទៅរួចដែលថាទាំងនេះគ្មានកូនដោយសារតែភាពខុសគ្នានៃចំនួនក្រូម៉ូសូមរវាងប្រភេទសត្វទាំងពីរក៏ដោយ40សេះបង្កងដែលចាប់បានត្រូវបានបង្កាត់ពូជជាមួយសេះនិងលាទាំងនេះត្រូវបានគេស្គាល់ថាជាសេះបង្កងសូសគឺជាការបង្កាត់ពូជរវាងសេះបង្កងនិងសេះសូនគីរវាងសេះបង្កងនិងលានិងសូនីរវាងសេះបង្កងនិងសេះតូចសេះបង្កងច្រើនតែកើតមកមានកូនជាមួយនឹងភាពទឺដូចសេះព្រៃទាំងអស់ដែរសេះបង្កងមានដងខ្លួនមូលដូចធំជាមួយនឹងកន្ទុយរាងជាចង្កោមមុខវែងនិងវែងជាមួយនឹងសក់វែងត្រង់ជើងស្ដាងរបស់ពួកវាត្រូវបានទ្រទ្រង់ដោយម្រាមជើងរាងដូចចបកាប់ដែលគ្របដណ្ដប់ដោយស្បែកជើងវែងធ្មេញរបស់ពួកវាត្រូវបានសម្របខ្លួនសម្រាប់ការស៊ីស្មៅពួកវាមានធ្មេញមុខធំដែលកាត់ស្លឹកស្មៅនិងថ្កាមរដប់និងថ្គាមមុនដែលស័ក្តិសមសម្រាប់ការកិនសេះបង្កងឈ្មោលមានចង្កូមរាងដូចចបកាប់ដែលអាចប្រើជាអាវុធក្នុងការប្រយុទ្ធភ្នែករបស់សេះបង្កងស្ថិតនៅចំហៀងនិងឆ្ងាយឡើងលើក្បាលដែលអនុញាតឲ្យពួកវាមើលពីលើស្មៅខ្ពស់ពេលកំពុងស៊ីចំណីត្រចៀកវែងល្មមនិងត្រង់របស់ពួកវាអាចចល័តបាននិងអាចកំណត់ទីតាំងប្រភពសម្លេងមិនដូចសេះទេសេះបង្កងនិងលាមានស្នាមអុជខ្មៅនៅលើជើងមុខរបស់វាតែប៉ុណ្ណោះផ្ទុយពីសេះរស់ដទៃទៀតសេះបង្កងមានជើងមុខវែងជាងជើងក្រោយ35លក្ខណៈវិនិច្ឆ័យរោគវិនិច្ឆ័យនៃលាក្បាលសេះបង្កងរួមមានទំហំតូចរបស់វាជាមួយនឹងគ្រោងខ្នងត្រង់រន្ធភ្នែកលេចចេញឆ្អឹងជំនៀរតូចចង្អៀតរបាក្រោយកន្លងដែលមិនសូវច្បាស់ការបំបែក methaconic និង metastellate នៃធ្មេញដោយប្រឡាយរាងអក្សរ V និងជញ្ជាំង enamel មូលសេះបង្កងអាចធ្វើដំណើរឬធ្វើចំណាកស្រុកទៅកាន់តំបន់សើមជាងក្នុងរដូវប្រាំងសេះបង្កងវាលទំនាបត្រូវបានកត់ត្រាថាធ្វើដំណើរចម្ងាយ500គីឡូម៉ែត្រ310ម៉ាយរវាងណាមីប៊ីនិងប៊ុតស្វាណាដែលជាការធ្វើចំណាកស្រុកលើដីគោកដ៏វែងបំផុតរបស់ថនិកសត្វនៅទ្វីបអាហ្វ្រិកនៅពេលធ្វើចំណាកស្រុកពួកវាហាក់ដូចជាពឹងផ្អែកលើការចងចាំខ្លះអំពីទីតាំងដែលលក្ខខណ្ឌនៃការរកចំណីល្អបំផុតហើយអាចទូសទីស្ថានភាពជាច្រើនខែបន្ទាប់ពីការមកដល់របស់ពួកវាសេះបង្កងវាលទំនាបពឹងផ្អែកលើទឹកច្រើនជាងនិងរស់នៅក្នុងបរិស្ថានដែលមានសំណើមជាងប្រភេទសត្វទៃទៀតជាធំម្ដាពួកវាអាចរកឃើញចម្ងាយ10-12គីឡូម៉ែត្រ 6.2-7.5 ម៉ាយពីប្រភពទឹកសេះបង្កងហ្គើវីអាចរស់បានជិតមួយសប្តាហ៍ដោយគ្មានទឹកប៉ុន្តែនឹងផឹកវាជារៀងរាល់ថ្ងៃនៅពេលដែលមានឱកាសហើយរាងកាយរបស់ពួកវារក្សាទឹកបានល្អជាងគោក្របីសេះបង្កងភ្នំអាចរកបាននៅរយៈកម្ពស់រហូតដល់2,000 ម៉ែត្រ 6,500 ហ្វីតសេះបង្កងគេងរហូតដល់7ម៉ោងក្នុងមួយថ្ងៃដោយឈរនៅពេលថ្ងៃនិងដេកនៅពេលយប់ពួកវាតែងតែប្រើវត្ថុផ្សេងជាបង្គោលត្រដុសហើយនឹងរមៀលលើដីរបបអាហាររបស់សេះបង្កងភាគច្រើនជាស្មៅនិងស្មៅសេតប៉ុន្តែពួកវានឹងស៊ីសម្បកឈើស្លឹកឈើពន្លកផ្លែឈើ
នឹងរស់ដោយចៃដន្យបើប្រៀបធៀបទៅនឹងសត្វស៊ីស្មៅសេះបង្កង់មានប្រព័ន្ធរំលាយអាហារសាមញ្ញជាងនិងមានប្រសិទ្ធភាពតិចជាងយ៉ាងណាក៏ដោយពួកវាអាចរស់រានមានជីវិតដោយបន្លែដែលមានគុណភាពទាបជាងសេះបង្កង់អាចចំណាយពេល60-80នៃពេលវេលារបស់ពួកវាក្នុងការស៊ីចំណីអាស្រ័យលើភាពអាចរកបាននៃរុក្ខជាតិសេះបង្កង់វាលទំនាបគឺជាសត្វស៊ីស្មៅត្រួសត្រាយផ្លូវដោយកាត់ស្មៅផ្នែកខាងលើដែលមានជីវជាតិតិចជាងនិងរៀបចំផ្លូវសម្រាប់សត្វស៊ីស្មៅឯកទេសដូចជាសត្វ Wildebeest ដែលពឹងផ្អែកលើស្មៅខ្លីនិងមានជីវជាតិច្រើនជាងនៅខាងក្រោមសត្វសេះបង្កង់ភាគច្រើនត្រូវបានសត្វវតោស៊ីជាចំណីខ្លាខិនស្វាហៃណាចំណុចស្វាហៃណាពណ៌ត្នោតនិងឆ្កែព្រៃមិនសូវបង្កការគំរាមកំហែងដល់សត្វពេញវ័យទេការខាំនិងទាត់គឺជាយុទ្ធសាស្ត្រការពារខ្លួនរបស់សេះបង្កង់នៅពេលដែលសត្វតោគំរាមកំហែងសេះបង្កង់នឹងរត់គេចខ្លួនហើយនៅពេលដែលចាប់បានពួកវាកម្រមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងសត្វឆ្មាធំណាស់នៅក្នុងការសិក្សាមួយល្បឿនអត្តបរមារបស់សេះបង្កង់ត្រូវបានគេរកឃើញថាមាន50គីឡូម៉ែត្រម៉ោង31ម៉ៃក្នុង1ម៉ោងខណៈពេលដែលសត្វតោត្រូវបានវាស់នៅ74គីឡូម៉ែត្រម៉ោង45ម៉ៃក្នុង1ម៉ោងសេះបង្កង់មិនគេចផុតពីសត្វតោដោយល្បឿនតែមួយមុខទេប៉ុន្តែដោយការងាកទៅចំហៀងជាពិសេសនៅពេលដែលឆ្មានៅជិតពីក្រោយជាមួយនឹងសត្វមុំសាសីតូចដូចជាស្វាហៃណានិងឆ្កែសេះបង្កង់អាចធ្វើសកម្មភាពកាន់តែខ្លាំងក្លាជាពិសេសក្នុងការការពារកូនរបស់វាប្រភេទសេះបង្កង់មានរចនាសម្ព័ន្ធសង្គមជាមូលដ្ឋាន2សេះបង្កង់វាលទំនាបនិងភ្នំរស់នៅក្នុងក្រុមគ្រួសារដែលមានស្ថិរភាពឬជាហ្វូងដែលមានសេះឈ្មោលមួយក្បាលសេះញីជាច្រើនក្បាលនិងកូនចៅរបស់វាក្រុមទាំងនេះមានជួបផ្ទះផ្ទាល់ខ្លួនដែលត្រួតស៊ីគ្នាហើយពួកវាមានទំនោរទៅជាសត្វនេចរសេះបង្កង់បង្កើតនឹងពងរីកហ្វូងរបស់ពួកវាដោយការខ្វៀលសេះញីវ័យក្មេងចេញពីហ្វូងដែលពួកវាកើតស្ថិរភាពនៃក្រុមនៅតែមានទោះបីជាសេះបង្កង់គ្រួសារត្រូវបានផ្លាស់ទីលំនៅក៏ដោយក្រុមសេះបង្កង់វាលទំនាបប្រមូលផ្ដុំគ្នាជាហ្វូងធំហើយអាចបង្កើតក្រុមរងដែលមានស្ថិរភាពជាបណ្ដោះអាសន្ននៅក្នុងហ្វូងដែលអនុញ្ញាតឲ្យបុគ្គលម្នាក់មានទំនាក់ទំនងជាមួយអ្នកដែលនៅខាងក្រៅក្រុមរបស់ពួកគេសេះញីនៅក្នុងហ្វូងអាចចំណាយពេលច្រើនក្នុងការចិញ្ចឹមនិងទទួលបានការការពារទាំងសម្រាប់ពួកវានិងកូនរបស់ពួកវាមានឋានានុក្រមត្រួតត្រាលីនេអែរដោយសេះញីដែលមានឋានៈខ្ពស់រស់នៅក្នុងរុំយូរបំផុតខណៈពេលធ្វើដំណើរសេះញីដែលមានអំណាចខ្លាំងបំផុតនិងកូនចៅរបស់ពួកវាដឹកនាំក្រុមបន្ទាប់មកសេះឈ្មោលដែលមានអំណាចខ្លាំងបំផុតបន្ទាប់សេះបង្កង់គ្រួសារដើរតាមពីក្រោយកូនទាំងពីរភេទចាក់ចេញពីក្រុមកំណើតរបស់ពួកវានៅពេលពួកវាពេញវ័យជាធម្មតាសេះញីត្រូវបានខ្វៀលដោយសេះឈ្មោលខាងក្រៅដើម្បីក្លាយជាផ្នែកមួយនៃហ្វូងរបស់ពួកវានៅក្នុងសេះបង្កង់ហ្គើវីដែលមានជីវិតស្ងួតជាងសេះបង្កង់ពេញវ័យមានទំនាក់ទំនងរាបជាងហើយឈ្មោលពេញវ័យបង្កើតទឹកដីធំដែលសម្គាល់ដោយគំនរលាមកហើយរួមរាប់ជាមួយញីដែលចូលទៅក្នុងនោះតំបន់ស៊ីស្មៅនិងផឹកទឹកជាទូទៅត្រូវបានបំបែកចេញពីគ្នានៅក្នុងបរិស្ថានទាំងនេះហើយឈ្មោលដែលលេចធ្លោជាងគេបង្កើតទឹកដីនៅជិតរន្ធទឹកដែលតាក់ទាញញីដែលមានកូនដែលពឹងផ្អែកនិងអ្នកដែលគ្រាន់តែចង់ផឹកខណៈដែលឈ្មោលដែលមិនសូវមានឥទ្ធិពលគ្រប់គ្រងទឹកដីឆ្ងាយពីទឹកដែលមានរុក្ខជាតិច្រើនហើយតាក់ទាញតែញីដែលគ្មានកូនប៉ុណ្ណោះញីអាចធ្វើដំណើរឆ្លងកាត់ទឹកដីជាច្រើនប៉ុន្តែនៅតែស្ថិតនៅក្នុងទឹកដីមួយនៅពេលដែលពួកវាមានកូនការស្នាក់នៅក្នុងតំបន់មួយផ្ដល់នូវការការពារញីពីការយាយីដោយឈ្មោលខាងក្រៅក៏ដូចជាការចូលទៅកាន់ធនធានផងដែរនៅក្នុងប្រភេទសត្វទាំងអស់សេះបង្កង់ឈ្មោលលើសប្រមូលផ្ដុំគ្នាជាក្រុមតូចជាធម្មតាទាំងនេះគឺជាសេះបង្កង់ឈ្មោលវ័យក្មេងដែលមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតជាហារ៉េមឬទឹកដីចំពោះសេះបង្កង់វាលទំនាបសេះបង្កង់ឈ្មោលចាស់ជាងគេគឺលេចធ្លោជាងគេហើយសមាជិកភាពក្រុមមានស្ថិរភាពក្រុមតូចច្រើនតែនៅព្រំដែននៃហ្វូងសត្វហើយក្នុងអំឡុងពេលចលនាជាក្រុមពួកវាដើរតាមពីក្រោយឬតាមបណ្ដោយចំហៀងរុំតូចសេះបង្កង់ភ្នំក៏អាចរួមបញ្ចូលសេះញីវ័យក្មេងដែលបានចាក់ចេញពីក្រុមកំណើតរបស់ពួកគេមុនអាយុក៏ដូចជាសេះឈ្មោលចាស់និងធ្លាប់ជាហារ៉េមសេះបង្កង់ Gervis ដែនដីអាចអនុញ្ញាតឲ្យសេះបង្កង់មិនមែនដែនដីចូលទៅក្នុងទឹកដីរបស់ពួកគេទោះជាយ៉ាងណាក៏ដោយនៅពេលដែលសេះញីមួយក្បាលកំពុងរួមភេទសេះបង្កង់ដែនដីរក្សាសេះបង្កង់ដទៃទៀតឲ្យនៅឆ្ងាយសេះបង្កង់រៀបចំសម្រាប់តួនាទីហារ៉េមនាពេលអនាគតរបស់ពួកគេជាមួយនឹងការលេងប្រយុទ្ធនិងពិធីស្វាគមន៍ប្រកួតប្រជែងដែលបង្កើតបានជាសកម្មភាពភាគច្រើនរបស់ពួកគេការប្រយុទ្ធគ្នារវាងសេះបង្កង់ឈ្មោលជាធំម្ដាកើតឡើងដើម្បីដណ្ដើមគូស្រករហើយពាក់ព័ន្ធនឹងការខាំនិងទាត់នៅក្នុងសេះបង្កង់វាលទំនាបសេះបង្កង់ប្រយុទ្ធគ្នាដើម្បីយកសេះញីដែលទើបពេញវ័យដើម្បីនាំចូលទៅក្នុងក្រុមរបស់ពួកគេហើយឪពុករបស់នាងនឹងប្រយុទ្ធប្រឆាំងនឹងអ្នកសុំទានទាំងអស់ដែលព្យាយាមចាប់នាងដរាបណាសេះបង្កង់ហារ៉េមមានសុខភាពល្អជាធម្មតាវាមិនត្រូវបានប្រឈមមុខនឹងឧបសគ្គនោះទេមានតែសេះបង្កង់ដែលមានសុខភាពល្អប៉ុណ្ណោះដែលហារ៉េមរបស់ពួកគេត្រូវបានគ្រប់គ្រងហើយសូម្បីតែពេលនោះសេះបង្កង់ថ្មីក៏គ្រប់គ្រងយឺតដោយបណ្ដេញសេះចាស់ចេញដោយសន្តិវិធីអាកប្បកិរិយាដ៏សាហាវរវាងសេះបង្កង់ Gervis ឈ្មោះកើតឡើងនៅព្រំដែននៃទឹកដីរបស់ពួកគេ
ក្នុងចំណោមសេះបង្កង់វាទំនាបនិងភ្នំសេះបង្កង់ញីពេញវ័យរួមរកតែជាមួយសេះបង្កង់ហារ៉េមរបស់វាប៉ុណ្ណោះខណៈពេលដែលសេះបង្កង់របស់ក្រវេការរួមរកមានភាពមិនច្បាស់លាស់ជាងហើយឈ្មោលមានពងស្វាស្ធំជាងសម្រាប់ការប្រកួតប្រជែងមេជីវិតឈ្មោលសេះបង្កង់ញីមានវត្តរដូវរយៈពេល5ទៅ10ថ្ងៃសញ្ញារាងកាយរួមមានមាត់ស្បូនហើមបត់ខាងក្នុងចេញនិងទឹកនោមនិងទឹករំអិលហូរច្រើនពេលឈានដល់កម្រិតកំពូលនៃការរួមរកញីលាតជើងចេញលើកកន្ទុយហើយបើកមាត់នៅពេលនៅចំពោះមុខឈ្មោលវាតម្លៃស្ថានភាពបន្តពូជរបស់ញីដោយបូរមាត់រួញនឹងធ្មេញចំហកាចលើតបរបស់ Fleeman ហើយញីនឹងស្នើសុំការរួមរកដោយថយក្រោយការមានផ្ទៃពោះជាធម្មតាមានរយៈពេលប្រហែល1ឆ្នាំ2 3ថ្ងៃទៅ1ខែក្រោយមកញីអាចត្រឡប់ទៅរួមរកវិញនៅក្នុងប្រភេទសត្វដែលរស់នៅក្នុងហារ៉េមការរួមរកចំពោះញីคล้ายជាមិនសូវគួរឲ្យកត់សម្គាល់ចំពោះឈ្មោលខាងក្រៅនៅពេលដែលនាងមានវ័យចំណាស់ដូច្នេះការប្រកួតប្រជែងសម្រាប់ញីដែលមានវ័យចំណាស់គឺស្ទើរតែមិនមានជាធម្មតាកូនសេះបង្កង់តែមួយក្បាលកើតមកដែលមានសមត្ថភាពរត់បានក្នុងរយៈពេល1ម៉ោងបន្ទាប់ពីកើតកូនសេះបង្កង់ទើបនឹងកើតនិងដើរតាមអ្វីគ្រប់យ៉ាងដែលធ្វើចលនាដូច្នេះម្ដាយថ្មីមកការពារសេះញីផ្ទៃទៀតពីការចូលទៅជិតកូនសេះបង្កង់របស់ពួកគេខណៈដែលពួកវាកាន់តែស៊ាំនឹងលំនាំឆ្នូតរបស់ម្ដាយក្លិននិងសំឡេងនៅអាយុ2 3សប្តាហ៍កូនសេះបង្កង់ចាប់ផ្ដើមស៊ីស្មៅប៉ុន្តែអាចបន្តបំបៅកូនសេះបង្កង់រយៈពេល8ទៅ13ខែដោយរស់នៅក្នុងបរិស្ថានស្ងួតសេះបង្កង់របស់ Gervie មានចន្លោះពេលបំបៅយូរជាងហើយកូនសេះបង្កង់ចាប់ផ្ដើមផឹកទឹកត្រឹមតែ3ខែបន្ទាប់ពីកើតនៅតំបន់វាលទំនាបនិងភ្នំសេះបង្កង់កូនសេះភាគច្រើនត្រូវបានមើលថែដោយម្ដាយរបស់វាប៉ុន្តែប្រសិនបើត្រូវបានគំរាមកំហែងដោយសត្វហៃណានិងឆ្កែបបាញ់ជាហ្វូងក្រុមទាំងមូលធ្វើការរួមគ្នាដើម្បីការពារកូនសេះទាំងអស់ក្រុមនេះបង្កើតជារណសិរ្សការពារដោយមានកូនសេះនៅចំកណ្ដាលហើយសេះបង្កង់នឹងប្រញាប់ប្រញាល់ទៅរកសត្វមុំសាសីដែលចូលមកជិតពេកនៅក្នុងសេះបង្កង់របស់ Gervie កូនសេះស្នាក់នៅក្នុងកូសាឡាមតៃយីនៅពេលដែលម្ដាយរបស់វាចេញទៅផឹកទឹកក្រុមទាំងនេះត្រូវបានមើលថែដោយសេះឈ្មោលដែលរស់នៅក្នុងទឹកដី94សេះបង្កង់អាចមើលថែកូនសេះនៅក្នុងទឹកដីរបស់វាដើម្បីធានាថាម្ដាយនៅតែស្នាក់នៅទោះបីជាវាប្រហែលជាមិនមែនជារបស់គាត់ក៏ដោយផ្ទុយទៅវិញសេះបង្កង់វាទំនាបជាទូទៅមិនអត់អន់ចំពោះកូនសេះដែលមិនមែនជារបស់ពួកគេទេហើយអាចអនុវត្តការសម្លាប់ទារកនិងសម្លាប់កូនតាមរយៈអំពើហិង្សាទៅលើសេះញីដែលមានផ្ទៃពោះ